រឿងស្ដេចតោនិងសត្វទន្សាយនៅក្នុងព្រៃដ៏ជ្រៅនិងធំមួយមានសត្វជាច្រើនរស់នៅហើយក៏មានស្ដេចដែលជាស្ដេចទើទាំងសត្វទាំងនោះគឺជាសត្វតោនោះមានអំណាចណាស់គ្រប់សត្វទាំងអស់ដែលរស់នៅក្នុងព្រៃនោះកោតខ្លាចបារមីរបស់ស្ដេចតោនេះណាស់ដែលព្រោះតែកម្លាំងនិងភាពមមុតនិងភាពកាចសាហាវសត្វតោនេះតែងតែបានការគោរពពីគ្រប់ទាំងសត្វទាំងអស់ហើយសត្វតោនេះតែងតែស៊ីសត្វនៅក្នុងព្រៃនេះនៅសត្វណាដែលវាចង់ស៊ីផងដែរសត្វជាច្រើនភ័យខ្លាចហើយតែងតែដាក់វេនគ្នាដើម្បីឲ្យសត្វតោនេះស៊ីជាអាហារស្ទើរតែរាល់ថ្ងៃសត្វទាំងអស់ភ័យព្រួយជាខ្លាំងដោយព្រោះតែចិត្តដល់វេនដែលខ្លួនត្រូវស្លាប់ក្នុងចំណោមនោះមានសត្វទន្សាយមួយក្បាលជាសត្វដែលត្រូវនឹងដល់វេនរបស់វាទៅធ្វើជាចំណីរបស់ស្ដេចតោស្ដេចតោបាននិយាយទៅកាន់សត្វទន្សាយថាយើងគឺជាស្ដេចសត្វនៅទីនេះឥឡូវនេះដល់វេនឯងហើយយើងត្រូវការស៊ីឯងចាប់ចូលមកថ្ងៃនេះឯងជាអាហាររបស់យើងហើយសត្វទន្សាយភ័យណាស់ខំអង្វរខំនិយាយលួងលោមរកគ្រប់វិធីសាស្ត្រដើម្បីនឹងឲ្យសត្វតោអនុញ្ញាតឲ្យវាអាចរស់បន្តទៀតទន្សាយក៏និយាយថាបងតោអើយខ្ញុំមិនស្អាតទេនៅថ្ងៃនេះចាំស្អែកខ្ញុំនឹងរៀងលាងខ្លួនឲ្យស្អាតហើយនឹងឲ្យបងហូបឲ្យឆ្ងាញ់មាត់ម្ដងមកដល់រូបបងតែម្ដងតោក៏យល់ស្របទន្សាយបានឮតោយល់ស្របដូច្នេះហើយក៏អរគុណហើយលាតោចេញមកដើរមកដល់ទន្សាយភ័យណាស់រកនឹកនឹងគិតថាតើអាចនឹងរស់រានមានជីវិតចេញពីចំណីរបស់សត្វតោយ៉ាងដូចម្តេចគិតអស់ជាច្រើនម៉ោងក៏ដើរទៅជួបនឹងអណ្ដូងមួយដ៏ធំដែលមានទឹកថ្លាឆ្វង់ជ្រៅខ្លាំងណាស់ទន្សាយក៏គិតនៅក្នុងចិត្តថាអូយើងមានគំនិតហើយយើងប្រកាសជារួចពីស្លាប់សត្វទន្សាយក៏បានធ្វើដំណើរទៅឯរូងរបស់ស្ដេចតោស្ដេចតោឃើញពីចម្ងាយក៏សួរទៅសត្វទន្សាយថាហេតុអ្វីក៏ឯងមកយឺតម្លេះយើងឃ្លានសឹងតែដាច់ពោះទៅហើយតើឯងមិនខ្លាចស្លាប់ទេឬអីបានជាធ្វើឲ្យយើងខឹងបែបនេះទន្សាយឮហើយក៏ឆ្លើយទាំងញ័រទៅកាន់ស្ដេចតោថាជំរាបលោកម្ចាស់តាមពិតទៅខ្ញុំប្រញាប់ប្រញាល់នឹងមកឲ្យលោកស៊ីជាអាហារប៉ុន្តែខ្ញុំបានជួបនឹងសត្វតោមួយក្បាលទៀតដែលមានមាឌធំនិងមានសម្លេងឮខ្លាំងណាស់សត្វតោនោះពិតជាខ្លាំងហើយវាបានចាប់ខ្ញុំប្រុងនឹងជាអាហារតែខ្ញុំបានអង្វរទៅកាន់វាថាសូមលោកម្ចាស់បាត់លើកលែងឲ្យខ្ញុំទៅព្រោះខ្ញុំត្រូវជួបភារកិច្ចទៅធ្វើជាចំណីរបស់ស្ដេចតោនៅឯរូងភ្នំឯណោះដូច្នេះហើយវាក៏សួរខ្ញុំបន្តទៀតថាតើស្ដេចតោណាខ្លាំងជាងអញបានជាឯងខ្លាចវាយ៉ាងនេះឯងមិនបាច់ទៅទេឯងនៅធ្វើជាចំណីរបស់អញទៅបន្ទាប់ពីឮទន្សាយនិយាយបែបនោះហើយខឹងខ្លាំងណាស់ក៏ស្រែកគ្រហឹមយ៉ាងលឺជាសម្រែកផ្អើលអស់ព្រៃផ្អើលអស់សត្វដទៃដោយព្រោះតែកំហឹងដែលឮថាមានស្ដេចតោណាផ្សេងដែលមានអំណាចក្រៅពីវាពីព្រោះទីនេះវារស់នៅជាយូរណាស់មកហើយសត្វណាក៏ស្គាល់ថាវាជាស្ដេចព្រៃដែលមានអំណាចលើអស់ទាំងសត្វគ្មានសត្វណាអាចនឹងយកឈ្នះវាបាននោះទេវាក៏ស្រែកសួរទៅទន្សាយ
ទាំងកំរោលថាតើវានោះជាអ្នកណាបានជាហ៊ានប្រកាសខ្លួនថាជាស្ដេចនៅទីនេះទន្សាយក៏ឆ្លើយទៅកាន់សតោនោះថាបាទលោកម្ចាស់វាគឺនៅឯឥណ្ឌូនៅឯព្រៃម្ខាងជំរករបស់វាគឺនៅទីនោះបើលោកម្ចាស់មិនថាអ្វីទេខ្ញុំនឹងជូនលោកម្ចាស់ទៅទីនោះស្ដេចតោគ្រាន់តែលឺហើយក៏មនីលូតចុះពីលើគុហាដែលជាជំរកដ៏ធំសង្កៃរបស់វាចុះមកហើយក៏ធ្វើដំណើរជាមួយនឹងសត្វទន្សាយយ៉ាងប្រញាប់ធ្វើដំណើរមួយសន្ទុះក៏មកដល់អណ្ដូងទឹកមួយដែលមានជម្រៅយ៉ាងជ្រៅស្រាប់តែមកដល់ក្បែរនោះសត្វតោក៏ស្រែកគ្រោះហឹមឡើងឮសំឡេងយ៉ាងខ្លាំងធ្វើឲ្យឡងអំពីសំឡេងរបស់វាឡើងទៅលើធ្វើឲ្យឮដូចជាមានសត្វតោមួយទៀតនៅក្នុងកន្លែងនោះដែរពេលឮហើយសត្វតោនោះភ្ញាក់ព្រឺតក៏និយាយថាតើសំឡេងនេះជាសំឡេងរបស់តោនោះមែនទេទន្សាយក៏ឆ្លើយថាបាទមែនហើយលោកម្ចាស់គឺវានៅក្នុងអណ្ដូងនោះនៅពេលនោះសត្វតោមិនបង្អង់យូរក៏ស្ទុះទៅវិញហើយក៏ឃើញរូបរាងរបស់ខ្លួននៅក្នុងទឹកយ៉ាងមហិមាក៏ស្រែកសន្ធប់ទៅហើយមិនបានគិតដោយប្រាជ្ញាខឹងច្រឡោតក៏ស្ទុះហក់ចូលទៅក្នុងអណ្ដូងនោះក៏អស់ជីវិតនៅក្នុងអណ្ដូងនោះទៅដែលព្រោះតែអណ្ដូងនោះមានទឹកដ៏សែនជ្រៅនិងមានជម្រៅជ្រៅមិនអាចលោតឡើងមកវិញបានឡើយសត្វទន្សាយក៏បានរួចជីវិតពីពេលនោះទៅហើយសត្វដទៃទៀតក៏បានរួចជីវិតបន្តបន្ទាប់គ្នាដោយព្រោះតែមិនមានភារកិច្ចទៅឲ្យធ្វើជាចំណីរបស់សត្វតោដែលជាស្ដេចសត្វនៅក្នុងព្រៃនោះទៀតទេសត្វតោនោះក៏បានស្លាប់អាសាហើមស្អុយនៅក្នុងអណ្ដូងនោះបាត់ទៅ